ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកប្រាប់ពីរបៀបដុតមាន់ដោយមិនប្រើកូកាឬក៏ប្រើប្រេងឆាបងប្អូនចាហើយជាដំបូងនាងខ្ញុំដុតមាន់នេះគឺតែមួយចំហៀងទេបងប្អូនចានាងខ្ញុំលាយគ្រឿងមានដូចជាម្សៅស៊ុបហើយនិងប្រេងខ្យងចាបន្ថែមប្រេងល្ងបន្តិចបងប្អូនចាលាបវាឲ្យសព្វបែបហ្នឹងហើយយើងដាក់ជាមួយនឹងខ្ទឹមសហើយនឹងជាមួយនឹងស្លឹកក្រូចសើចហើយនឹងរំដេងដែលយើងបានដំវាបងប្អូនចាដំវាឲ្យបែកតិចទៅដើម្បីកុំឲ្យមាន់យើងវាធំក្លិនឆ្អាបឬក៏ធំក្លិនមាន់អីអញ្ចឹងណាបងប្អូនចាបន្ទាប់ពីយើងលាយគ្រឿងច្បល់សព្វហើយយើងមកធ្វើការរៀបគល់ក្រៃនៅបាតឆ្នាំងបងប្អូនបើសិនជាមានគល់ក្រៃច្រើនយើងអាចដាក់ច្រើនជាងនឹងក៏បានដែរដើម្បីកុំឲ្យវាខ្លោចដល់សាច់មាន់អញ្ចឹងណាតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំមានប៉ុណ្ណាគឺនាងខ្ញុំធ្វើប៉ុណ្ណឹងហើយនាងខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងហ្នឹងប្រហែលជាមួយចំហៀងទៀតដែរបងប្អូនចាមួយចំហៀងហ្នឹងកាត់ជា2ទៀតផងបងប្អូនហើយមិនសម្រាប់ខ្ទឹមបារាំងនេះដែរបើសិនជាបងប្អូនមានច្រើនមាន1មើម2មើមឬក៏3មើមអីបងប្អូនដាក់ឲ្យច្រើនក៏ល្អដែរបងប្អូនចាហើយបន្ទាប់មកនាងខ្ញុំដាក់មាន់ចូលហើយយើងដាក់ខ្នោ2ចំណិតដែរបងប្អូនចាដោយសារតែមានខ្នោដែលយកមកពីផ្ទះនាងខ្ញុំហ្នឹងហើយយកមកដាក់ពីលើអញ្ចឹងទៅហើយយើងដាក់បើកភ្លើងហឹមឯណាបងប្អូនចាអត់បើកភ្លើងខ្លាំងទេយើងបើកភ្លើងតិចទេកុំឲ្យវាខ្លោចណាយើងទុកប្រហែលជាកន្លះម៉ោងទៅ40នាទីគឺឆ្អិនហើយបងប្អូនចាមើលតែសាច់មាន់យើងទៅគឺដឹងហើយគឺនិយាយរួមទៅមកល្មមផុយបានញ៉ាំមកល្មមតែម្ដងបងប្អូនចាវាអត់ស្វិតទេគឺនិយាយរួមទៅមាន់នេះគឺមាន់ស្រាទេហើយសម្រាប់សាច់វាមិនស្វិតហើយក៏វាមិនផុយខ្លាំងដែរគឺមកល្មមឆ្ងាញ់តែម្ដងហើយយើងគ្រាន់តែមើលទៅគឺដឹងហើយគឺដុតបែបនេះគឺអត់ខ្លោចទេបងប្អូនចាបងប្អូនអាចធ្វើតាមវិធីនេះបានណាបងប្អូនហើយសម្រាប់សាច់មាន់វិញនិយាយពីថារសជាតិគឺឆ្ងាញ់មែនតែនតែម្ដងពេលដែលយើងកាច់វាយកមកបេះវាយកមកជ្រលក់ជាមួយនឹងទឹកត្រីកោះកុងបែបនេះបងប្អូនចាសាច់វានៅសើមល្អណាបងប្អូនអត់មានស្ងួតអត់មានអីទេបងប្អូនចាហើយណាមួយមាន់ថ្មីចេះទៀតណាសាច់វាឡើងចិត្តមែនតែនហ្មងបងប្អូនចានិយាយវាថាឆ្ងាញ់មែនតែនហ្នឹងហើយក៏ជាលើកទី1ដែរដែលនេះខ្ញុំសាកធ្វើវិធីនេះហ្នឹងហើយធ្លាប់តែយើងដុតដាក់កូកាឬក៏ដាក់ប្រេងឆាអញ្ចឹងណាបងប្អូនចាហើយវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like និង share ម្នាក់មួយផងបងប្អូនចាជួបគ្នានៅឱកាសក្រោយទៀតជម្រាបលាបាយបាយ